ដំណើរជីវិតរបស់យើងម្នាក់ៗហ្នឹងមិនដូចគ្នាទេទោះកើតក្នុងផ្ទៃម្ដាយតែមួយឬជាកូនភ្លោះក៏ដោយដោយសារយើងម្នាក់ៗសន្សំនៅបុព្វកម្មមកផ្សេងគ្នារួមផ្សំទាំងការព្យាយាមប្រឹងប្រែងការរៀបចំជីវិតនៅពេលបច្ចុប្បន្ននេះក៏ខុសគ្នាធ្វើឲ្យជោគវាសនាជីវិតនឹងមិនដូចគ្នាទេអ្នកខ្លះទៅជាតូចចិត្តថាម៉ែឪស្រឡាញ់កូនមិនស្មើគ្នាឬក៏បងប្អូនគេមិននឹកមិននីអីចឹងជាដើមទៅដោយភ្លេចថាសត្វលោកម្នាក់ហ្នឹងប្រព្រឹត្តទៅតាមកម្លាំងកម្មរបស់ខ្លួនមានន័យថាយើងធ្វើកម្មណាយើងត្រូវទទួលផលនៃកម្មនោះត្រឡប់មកវិញឧបមាដូចជាយើងធ្វើស្រែ1ហិកតាយើងបានផល1ហិកតាគេធ្វើស្រែ10ហិកតាគេបានផល10ហិកតាចឹងលទ្ធផលហ្នឹងវាអត់ដូចគ្នាទេតែបើគាត់ចេះគិតគាត់មិនបន្ទោសជោគវាសនាបន្ទោសម៉ែបន្ទោសឪទេប៉ុន្តែគាត់យកអ្វីដែលគាត់មានពេលបច្ចុប្បន្នដៃជើងមុខមាត់សតិបញ្ញាស្មារតីផឹងប្រែងដើម្បីធ្វើអំពើល្អតស៊ូព្យាយាមដើម្បីឲ្យជីវិតនឹងបានប្រសើរខ្ពង់ខ្ពស់អានឹងបើគាត់គិតត្រូវបើគាត់គិតមិនត្រូវគាត់មួម៉ៅក្តៅក្រហាយនិយាយអាក្រក់ពីគេពីឯងចឹងទៅបុណ្យចាស់គាត់ក៏ខ្សោយបុណ្យថ្មីគាត់ក៏អត់មានធ្វើឲ្យជីវិតនឹងអាប់អួរនៅក្នុងធម៌លោកថាមកងងឹតទៅវិញរឹតតែងងឹតទៅទៀតដោយសារគាត់អត់បានរៀបចំជីវិតពេលបច្ចុប្បន្នឲ្យបានល្អប៉ុន្តែបើគាត់គិតត្រូវគាត់តស៊ូព្យាយាមជីវិតគាត់អាចនឹងប្រសើរឡើងវិញត្បិតតែគាត់ខ្វះបុណ្យចាស់មែនប៉ុន្តែគាត់បានសាងបុណ្យថ្មីបន្ថែមដូច្នេះហើយយើងមិនអាចនឹងទៅប្រៀបធៀបថាហេតុអីបានគេអញ្ចេះហេតុអីបានខ្ញុំអញ្ចោះយើងប្រៀបធៀបក្នុងន័យថាយើងរៀនសូត្របានប៉ុន្តែយើងប្រៀបធៀបដើម្បីប្រណាំងប្រជែងជោគវាសនាมันអាចបានទេពីព្រោះមនុស្សម្នាក់មានសម្ពាធបុណ្យសម្ពាធបាបសម្ពាធកម្មនឹងផ្សេងគ្នាគេជួបរឿងគេយើងជួបរឿងយើងគេដោះស្រាយតាមរបៀបគេយើងព្យាយាមដោះស្រាយតាមរបៀបយើងហើយយើងព្យាយាមសាងសន្សំស្រោចទឹកដាក់ជីវិតរបស់យើងនឹងបន្ថែមយើងអត់អាចទៅយំសោកបោកខ្លួនឃើញគេល្អប្រសើរខ្ពង់ខ្ពស់យើងទៅចង់បានរបស់គេមិនបានទេពីព្រោះបុណ្យនេះមិនមានអ្នកណាលួចអ្នកណាបានឬក៏ទៅសុំបុណ្យពីគេមកដាក់ចូលក្នុងជីវិតយើងទាំងដែលយើងមិនបានធ្វើបុណ្យនោះឡើយតើតែយើងប្រឹងប្រែងធ្វើបុណ្យធ្វើកុសលអំពើល្អតស៊ូព្យាយាមប្រឹងប្រែងហ្មត់ចត់រៀបចំអេយ៉ាប័តឲ្យបានល្អប្រសើរទើបជីវិតនឹងបានចម្រើនយើងមិនអាចពឹងពាក់លើជោគវាសនាឬក៏ព្រះអតិទេពព្រះព្រំមកកំណត់ជោគវាសនាឲ្យយើងទេគឺយើងកម្មយើងអំពើយើងការងារយើងជាអ្នកកំណត់ជោគវាសនាឲ្យខ្លួនឯង